អ្វីដែលអ្នកផ្ដល់ឲ្យគឺជាអ្វីដែលអ្នកនឹងទទួលបានមកវិញផ្ដល់ឲ្យនៅចិត្តមេត្តាអ្នកនឹងទទួលបានការគោរពផ្ដល់ឲ្យនៅភាពស្មោះត្រង់អ្នកនឹងទទួលបានការជឿទុកចិត្តផ្ដល់ឲ្យនៅសេចក្តីស្រឡាញ់អ្នកនឹងបង្កើតសេចក្តីសុខរបស់អ្នកផ្ដល់ឲ្យនៅសន្តិភាពអ្នកនឹងបង្កើតសេចក្តីស្ងប់ស្ងាត់នៅក្នុងចិត្តផ្ដល់ឲ្យនៅការស្អប់អ្នកនឹងទទួលបានការស្អប់ត្រឡប់មកវិញកាន់តែច្រើនដូច្នេះហើយត្រូវប្រុងប្រយ័ត្នចំពោះអ្វីដែលអ្នកផ្ដល់ឲ្យច្បាស់លាស់ថាអ្វីដែលអ្នកផ្ដល់ឲ្យអ្នកដទៃហើយអ្វីដែលអ្នកនឹងទទួលបានមកវិញ